ខ្ទឹមជ្រក់មានរសជាតិឈ្ងុយឆ្ងាញ់ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំរៀនធ្វើខ្ទឹមជ្រក់ទៀតហើយពីមុនខ្ញុំអត់ចេះធ្វើទេនឹកស្មានថារបៀបធ្វើនឹងវាពិបាកធម្មតាពេលខ្លះការងារអីក៏ដោយយើងអត់ចេះយើងគិតថាពិបាកការងារហ្នឹងតែដល់ពេលយើងចេះទៅអូយស្រួលមែនតើគ្រាន់តែយើងចំណាយពេលវេលាបន្តិចក្នុងការបកខ្ទឹមនិងហាន់ខ្ទឹមចាហើយម្ទេសនេះខ្ញុំប្រើតែចំនួនប៉ុណ្ណឹងទេដោយសារខ្ញុំអត់សូវចូលចិត្តហឹលហើយខ្ញុំយកមកស្ងោរវាឲ្យឆ្អិនឯខ្ទឹមខ្ញុំដាំទឹកក្តៅអ៊ុនខ្ញុំស្រោះវាទុកប្រហែលជា 2-3 នាទីទេចាហើយកូរច្បល់វាឲ្យសព្វសាច់ខ្ទឹមទៅបន្ទាប់មកខ្ញុំត្រាំជាមួយនឹងទឹកកកដើម្បីឲ្យសាច់ខ្ទឹមហ្នឹងវាស្រួយឆ្ងាញ់ពុកម៉ែបងប្អូនឯម្ទេសនោះខ្ញុំយកទៅក្លុកជាមួយនឹងម៉ាស៊ីនកិនវាឲ្យម៉ត់ទៅបន្ទាប់មកខ្ញុំលាយជាមួយទឹកត្រីបន្តិចទៅអំបិលស្ករសប៊ីចេងហើយនឹងទឹកក្រូចឆ្មាខ្ញុំអត់ប្រើទឹកខ្មេះទេដោយសារយើងធ្វើញ៉ាំខ្លួនឯងធ្វើក្រូចឆ្មាល្អជាងយ៉ាពុកម៉ែបងប្អូនចាអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យស្ត្រីមេផ្ទះមួយចំនួនណាដែលយើងស្រឡាញ់សុខភាពហើយស្រឡាញ់ក្រុមគ្រួសារមានពេលវេលាល្អយើងធ្វើត្រឡប់ធ្វើម្ហូបញ៉ាំឬក៏របស់របរញ៉ាំខ្លួនឯងទៅតាមលទ្ធភាពដែលយើងអាចធ្វើបានណាចារឿងហត់នឿយវាជិះមិនរួចទេពុកម៉ែបងប្អូនក៏ប៉ុន្តែដើម្បីថែរក្សាសុខភាពផងហើយនឹងមានអនាម័យយើងគួរតែរៀនទម្លាប់ធ្វើខ្លួនឯងទីមួយយើងសន្សំលុយផងយើងដូចថាមានអនាម័យផងចាហត់ដូចគ្នាការងារអីក៏ដោយតែយើងថាខ្ជិលហត់ធ្វើអីក៏មិនកើតដែរក៏ប៉ុន្តែបើសិនជាយើងដាក់ចិត្តអាសាតិចទៅចាការងារប៉ុណ្ណាក៏យើងធ្វើបានដែរចាឲ្យតំណងឯងពុកម៉ែបងប្អូននេះខ្ញុំលាយទឹកម្ទេសទឹកត្រីអីហើយខ្ញុំយកមកច្បល់ជាមួយខ្ទឹមណារួចហើយខ្ញុំច្រកដាក់កែវចាបាន2កែវដែរ